បន្ទាប់ពីផ្ដាច់ខ្លួនពីពិភពខាងក្រៅតើខាងក្នុងប្រទេសជប៉ុនមានស្ថានភាពបែបណាជប៉ុននៅតែធ្វើពាណិជ្ជកម្មនិងការទូតជាមួយនឹងបណ្ដាប្រទេសមួយចំនួនដែលខ្លួនបានកំណត់ហើយច្រកទ្វារធំៗចំនួន4ក៏បានបើកសម្រាប់ធ្វើពាណិជ្ជកម្មជាមួយនឹងដៃគូផងដែរដូចជាច្រក Nagasaki ដែលជួញដូរជាមួយហូឡង់និងចិនតាមកំពង់ផែ Dashima Tsushima ភ្ជាប់ពាណិជ្ជកម្មជាមួយនឹងកូរ៉េដែលមានទីស្នាក់ការនៅ Busan ហើយ Satsuma តបជាប់ជាមួយនឹងចិនតាមរាជាណាចក្រ Ryukyu មួយទៀតនោះគឺ Matsuma X ដែលជួញដូរជាមួយនឹងជនជាតិអាយនៅ Hokkaido ក្នុងពេលនោះដែរក៏មានបរទេសធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនផងដែរគឺនៅឆ្នាំ1673កប៉ាល់អង់គ្លេសបានមកដល់ Nagasaki ហើយស្នើសុំបើកពាណិជ្ជកម្មប៉ុន្តែត្រូវបានជប៉ុនបដិសេធនៅឆ្នាំ1792កប៉ាល់រុស្ស៊ីបានមកដល់ Nemino តំបន់ Aizochi ហូកកាយដូបច្ចុប្បន្នស្នើសុំទំនាក់ទំនងការទូតប៉ុន្តែជប៉ុននៅតែបដិសេធយ៉ាងម៉ឺម៉ាត់រហូតដល់ឆ្នាំ1825មានរឿងមួយកើតឡើងដោយសារតែកប៉ាល់អង់គ្លេសបានចូលដល់ Nagasaki ក្រោមទង់ជាតិហូឡង់ហើយខ្លាចបន្លំជាជនជាតិហូឡង់ប៉ុន្តែត្រូវបានស្ដេចស៊ូគូណាតេបានបញ្ជាឲ្យបណ្ដេញកប៉ាល់នោះចេញក្រោយៗមកគ្រប់កប៉ាល់បរទេសទាំងអស់ដែលចូលមកជិតដែនសមុទ្រជប៉ុនត្រូវបានបាញ់ចោលទាំងអស់រឿងរ៉ាវទាំងនោះក៏បានជះផលវិជ្ជមានផងដែរសម្រាប់ប្រជាជនក៏ដូចជាប្រទេសជប៉ុនគឺជប៉ុនបានរក្សានូវសន្តិភាពរយៈពេលវែងប្រហែលជា200ឆ្នាំពោលគឺសង្គមមានស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុកមានការរីកចម្រើនខ្លាំងវិស័យកសិកម្មពាណិជ្ជកម្មនៅក្នុងស្រុកមានការរីកចម្រើនហើយការអភិវឌ្ឍតំបន់ជនបទនិងទីក្រុងក៏មានការកើនឡើងវប្បធម៌និងសិល្បៈក៏មានការរីកចម្រើននៅកំឡុងពេលនោះផងដែរដូចជាល្ខោន Kabuki Ukiyo-e ជាដើមកម្រិតអភិរក្សកម្មរបស់ប្រជាជននៅពេលនោះក៏មានការកើនឡើងទន្ទឹមនឹងនេះក៏មានផលអវិជ្ជមានមួយចំនួនសម្រាប់ជប៉ុនផងដែរផលអវិជ្ជមានទាំងនោះរួមមានបច្ចេកវិទ្យានិងចំណេះដឹងថ្មីៗគឺមិនអាចចូលជប៉ុនបានទេដូច្នេះបច្ចេកវិទ្យាជប៉ុនគឺដើរក្រោយប្រចាំលោកច្រកពាណិជ្ជកម្មកំពុងផែដែលបានកំណត់បានរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងទូលំទូលាយរបស់ប្រទេសជប៉ុនការមិនមានទំនាក់ទំនងជាមួយនឹងប្រទេសផ្សេងៗជាច្រើនបានធ្វើឲ្យកង្វះបទពិសោធន៍ការទូតនិងការការពារដែលធ្វើឲ្យជប៉ុនមិនអាចប្រឈមមុខនឹងអំណាចបរទេសហើយរឿងនោះបានធ្វើឲ្យសង្គមជប៉ុនហាក់មានសភាពតឹងរ៉ឹងដែលពិបាកនឹងកែប្រែនិងទទួលយកគំនិតថ្មីដូច្នេះការបិទប្រទេសឬការផ្ដាច់ខ្លួនពីពិភពខាងក្រៅរបស់ជប៉ុនបានផ្ដល់នូវសន្តិភាពនិងបង្កើតនូវវប្បធម៌សិល្បៈឲ្យមានការរីកចម្រើនយ៉ាងខ្លាំងប៉ុន្តែវាក៏ធ្វើឲ្យជប៉ុនដើរក្រោយពិភពលោកក្នុងវិស័យបច្ចេកវិទ្យាសេដ្ឋកិច្ចនិងការទូតផងដែរ